បាទជំរាបសួរបងប្អូនបាទបាទក្រោយពីបត់ឈប់បាញ់រវាងកម្ពុជាយើងជាមួយអាចោសៀមឃើញថាការប្រកួតកីឡា MMA នៅវៀតណាមឃើញថាយើងធ្វើបានល្អបាទកូនសិស្សរបស់លោកហ៊ុនច័ន្ទរាជបាទគឺធ្វើបានល្អហើយរិនសរតក៏គាត់ធ្វើបានល្អដែរហើយការប្រកួតរបស់គាត់នេះគឺយើងឃើញថាគាត់គឺថាកាក់កបនឹង MMA ដែរនឹង MMA ដោយសារគ្រូជំនាញគឺលោកគ្រូហ៊ុនច័ន្ទរាជគឺគាត់ជំនាញ MMA ខ្ពស់បាទអញ្ចឹងគាត់ណែនាំកូនសិស្សគាត់បង្ហាត់បង្ហាញបង្រៀនក្បាច់ប្លែកដើម្បីឲ្យកូនសិស្សគាត់ទទួលបានជោគជ័យបាទហើយការខិតខំប្រឹងប្រែងនេះគឺបានមកពីការព្យាយាមប្រឹងប្រែងហ្វឹកហាត់គួបផ្សំជាមួយលោកគ្រូដែលមានបច្ចេកទេសខ្ពស់ហើយនឹងយកចិត្តទុកដាក់ក្នុងការបង្ហាត់បង្ហាញហើយចំពោះសិស្សទៀតសោតគឺគាត់ព្យាយាមក្នុងការស្ដាប់គ្រូដើម្បីអត់ធ្មត់លុតដំដើម្បីទទួលបានជោគជ័យបាទអញ្ចឹងលទ្ធផលនេះគឺមិនមែនបានដោយងាយទេគឺបានដោយសារការវឹកហាត់ព្យាយាមអំណត់អត់ធ្មត់បាទដើម្បីខ្លួនឯងផងដើម្បីក្លឹបផងនិងដើម្បីគេឈ្មោះកិត្តិយសរបស់ប្រទេសជាតិផងបាទអញ្ចឹងសរុបសេចក្តីមកការចេញទៅប្រកួតនៅវៀតណាមដណ្ដើមខ្សែក្រវ៉ាត់លើកនេះគឺថាយើងបានដណ្ដើមបានខ្សែក្រវ៉ាត់2បាទឃើញថាជោគជ័យមួយដែលធ្វើឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរអ្នកគ្រប់គ្រងបណ្ដាលគឺថាសប្បាយចិត្តខ្លាំងបាទហើយមួយទៀតគឺសូម5ផ្ញើទៅបងប្អូនកូនក្មួយអាចៅបាទខិតខំព្យាយាមប្រឹងប្រែងហ្វឹកហាត់ដើម្បីជ័យជំនះគេឈ្មោះខ្លួនឯងគេឈ្មោះក្លឹបនិងគេឈ្មោះរបស់ប្រទេសជាតិសំខាន់បំផុតគឺដើម្បីលុយសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារខ្លួនឯងបាទសូមអរគុណសូមជម្រាបលាបាទ